បាទគោរពសួស្តីដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាបើបានចូលស្ដាប់នៅក្នុង Channel របស់ Admin ហើយកុំភ្លេចណាជួយចុចសញ្ញាជីវក្រោមវីដេអូរបស់ Admin នៅខាងស្ដាំដៃសញ្ញាពណ៌ខ្មៅគួរតែចុចប៉ក់មួយបងប្អូនទាំងអស់គ្នានឹងបានទទួលសាច់រឿងថ្មីឬមួយសាច់រឿងដែល Admin និយាយទៅជាការពិតមិនមែនតែជាសាច់រឿងប្រឌិតនោះឡើយនៅលើទឹកដីកម្ពុជារបស់យើងចឹងយើងគុំមួយឆ្ងាយយើងចូលសាច់រឿងតែម្ដងលោកតាសានដែលជាអ្នកដឹកនាំនៃទាហានដែលនៅជួរមុខដែលបានទៅប្រកួតប្រជែងជាមួយនឹងកងទ័ពសៀមនៅបច្ចុប្បន្ននេះយ៉ាងក្តៅកគុកនៅតំបន់ភ្នំទ្របតំបន់ប្រាសាទតាមន្ទូចតាមន្ធំនិងប្រាសាទតាក្របីលោកតាសានជាព្រះសង្ឃដែលមានមន្តវិជ្ជាការដ៏ខ្លាំងពូកែនិងបារមីបើគាត់ចេញប្រយុទ្ធពេលណាពិតប្រាកដណាស់ឲ្យកងទ័ពទាំងអស់គ្នាគ្មានការរងគ្រោះថ្នាក់ឲ្យតែស្ដាប់ដំបូន្មានស្ដាប់ពីការច្បាំងពីយុទ្ធសាស្ត្ររបស់គាត់នៅថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលថៃវាបានឈ្លានពានមកលើទឹកដីអច្ឆរិយៈរបស់យើងគឺជាទឹកដីខ្មែរជនជាតិសៀមវាមិនចោលនោះឡើយពីការដណ្ដើមទ្រព្យសម្បត្តិដណ្ដើមដីធ្លីគេសូម្បីតែប្រទេសសាងខាងរបស់ពួកវាគឺវាដណ្ដើមទាំងអស់បើយើងនិយាយមួយម៉ាត់តាមត្រង់គ្មានញាតិសន្តានដែលរាប់អានវាគិប្រទេសនោះឡើយសុទ្ធតែសត្រូវហត់សាច់ស៊ីឈាមដែលថៃវាបានទៅឈ្លានពានយកទៅដីគេបើនិយាយតាមត្រង់ពូជនេះគឺពូជថោកទាបគឺខ្លាំងណាស់និយាយចឹងតែម្ដងលោកតាសានដែលគាត់ចេះមន្តអាគមនឹងគិថារបស់លោកហើយក៏បានប្រាប់ទៅបងប្អូននាយទាហានទាំងឡាយតាមដំបូន្មានរបស់គាត់សូមញោមទាំងអស់គ្នាគុំទន់ខឹងគុំទន់សម្បាគុំទន់កេក្រោកប្រយ័ត្នចាញ់បោកបញ្ឆោតរបស់ពួកវាទាំងអស់នោះជាពិសេសវាប្រើដ្រូនប្រើយន្តហោះធំដែលមកទម្លាក់នៅលើប្រាសាទព្រះវិហាររបស់យើងទាំងមូលឯលោកតាសានដែលបានត្រូវប្រកួតប្រជែងជាមួយនឹងអាសត្វសៀមនៅជួរមុខក៏ផ្ដាំទៅបងប្អូនកងទ័ពរបស់យើងថាបើសិនជាបងប្អូនអរគ្នាបានប្រកួតនិងប្រជែងជាមួយពួកវាត្រូវមានយុទ្ធសាស្ត្រនិងការច្បាំងយើងគុំទៅទាំងក៏ងើលយើងយកអារម្មណ៍យកប្រាជ្ញាយកស្មារតីយកទៅប្រឆាំងជាមួយវាមិនយកភាពដែលក្តៅក្រហាយយកទៅសង្កត់លើវានោះឡើយបើយើងយកភាពដែលក្តៅក្រហាយខឹងគ្រីក្រោកនេះយកទៅប្រកួតប្រជែងជាមួយវាពិតប្រាកដណាស់វានឹងមានមោទនភាពលើខ្លួនវាថាយើងខឹងទៅហើយលោកតាសានក៏បានរៀបរាប់ប្រាប់នាយទាហានទាំងអស់សពគ្រប់បែបយ៉ាងអង្គទៅហើយក៏ចាប់ផ្ដើមចេញច្បាំងនៅតាមគំនិតរបស់លោកតាសានពិតប្រាកដណាស់បងប្អូនខ្មែរយើងមួយចំនួនដែលជានាយទាហានជាកងទ័ពដែលនៅតាមច្រកព្រំដែនទាំងអស់នោះក៏ស្ដាប់ដំបូន្មានពីលោកតាសាននោះដែរលោកតាសាននៅឯណេះក៏ចាប់ផ្ដើមសូត្រហៅទាហានខ្មោចដាស់ប្រលឹងខ្មោចជាច្រើនតាមច្រកព្រំដែនបើសិនជាអស់លោកនៅក្នុងព្រំមតុលទឹកដីខ្មែរសូមអស់លោកងើបឡើងប្រទេសរបស់យើងកំពុងតែកកើតសង្គ្រាមទៅហើយយើងវាយផ្លូវក្នុងយើងវាយផ្លូវក្រៅយើងវាយផ្លូវក្នុងយើងវាយផ្លូវក្រៅឬមួយអាចចូលសន្ធិដ្ឋទៅដល់បងប្អូននាយទាហានរបស់យើងក៏បានដែរឲ្យគាត់មានកម្លាំងនិងមានកំហែងនិងមានស្មារតីយ៉ាងអស្ចារ្យនិងអង្អាចលុះដល់ពេលយកបន្ទាប់ដូចជាមានស្រមោលយ៉ាងច្រើនដែលផុសចេញ
nơi lơទឹកដីកម្ពុជាឯកងទ័ពថៃដែលមើលមកពីក្រោមឃើញខ្មែររបស់យើងបើកភ្លើងភ្លឺយ៉ាងចាញ់ចាំងតែភ្លើងនេះមិនមែនភ្លើងអំពូលម៉ែតមិនមែនភ្លើងជាដុតចំការនោះឡើយវាជាបារមីខ្មែរពីដូនតាដែលក្រោកឡើងដោយសារតែលោកសត្តាសានគាត់ដាស់ព្រលឹងដាស់វិញ្ញាណដើម្បីឲ្យអស់ពុកទាំងអស់នោះក្រោកឡើងពេលថៃពេលវាបានឃើញបែបនោះហើយម្នាក់ក៏និយាយថាខ្មែរកំពុងតែរៀបចំយុទ្ធសាស្ត្រអីបានជាភ្លើងភ្លឺពេញព្រៃមើលទៅពួកយើងមិនរស់ទេដឹងចំណែកឯមេទ័ពរបស់វានៅវិញក៏មិនបានគិតច្រើននោះទេថាធ្វើម៉េចនៅក្នុងយុគនេះប្រាសាទតាមមន្ទូចប្រាសាទតាមធំយើងត្រូវតែដណ្ដើមឲ្យបាននិយាយមួយម៉ាត់យ៉ាងខ្លីឲ្យមានន័យកុំរុញរាហើយនឹងកុំដកថយចំណែកឯលោកតាសានក៏បានស្ដាប់រឿងរ៉ាវហេតុការណ៍ដែលមេទ័ពថៃវាបាននិយាយលោកតាសានគាត់បានតាំងសមាធិធម៌របស់លោកក៏ស្ដាប់រឿងហេតុការណ៍ដែលថៃវាបាននិយាយទាំងអស់ថានិយាយបែបណាឬមួយទៅណាពេលនោះហើយលោកតាសានគាត់ចាប់ផ្ដើមប្រាប់ទៅដល់បងប្អូនគ្រប់គ្នាថាសូមបងប្អូនអរគ្នាឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅក្នុងយុគនេះថៃវាបានដាក់ខសន្យាថាធ្វើម៉េចប្រាសាទតាមមន្ទូចនិងតាមមន្ធំនៅក្នុងយុគនឹងវាត្រូវតែដណ្ដើមកាន់កាប់ឲ្យបានមិនព្រមឲ្យយើងនោះទេគ្រាន់តែបានឮពាក្យសម្ដីបែបនេះបងកងទ័ពធ្វើទាហានទាំងឡាយក៏មានចិត្តខឹងសម្បាគឺយ៉ាងខ្លាំងតែมันបានទៅប្រឆាំងជាមួយនឹងកំហឹងនិងសម្បាដែលកំពុងតែគិតនោះឡើយគាត់យកទៅតែគំនិតនិងវិជាតែប៉ុណ្ណោះដែលយកទៅច្បាំងបើយើងយកទៅតែប៉ុណ្ណឹងការច្បាំងរបស់យើងគឺមានផលប្រសើរនិងល្អជានិច្ចបើយើងខឹងក្រោកក្រាក់ខ្លាំងពេកវាអាចធ្វើឲ្យយើងបាត់បង់អាយុជីវិតសង្ខារក៏ថាបានបើយើងមានស្មារតីមមួនអត់តក់ស្លុតអត់ភ័យខ្លាចដឹងពីការច្បាំងយើងនឹងមានជ័យជំនះពិតប្រាកដណាស់នៅពេលយប់ទាហានថៃវាក៏បានលបចូលមកដូចជាមិនឲ្យបានដឹងឮសំឡេងនោះឡើយវាថាខ្មែរយើងមិនដឹងពីរឿងរ៉ាវរបស់វាដែលវាបានដើរចូលមកចាយដល់អីលោកតាសានបានមើលឃើញបានស្ដាប់ដឹងពីចម្ងាយអង្គទៅហើយដែលពួកវាមកបៃលុបយ៉ាងស្ងាត់នៅលើតំបន់ភ្នំទ្របលើមួយភាសាតាមទូចនិងតាមធំតែកងទ័ពរបស់យើងមិនបានព្រួយនឹងបារម្ភនោះទេយើងកំពុងតែអង្គុយចាំឲ្យតែពួកវាមកពិតប្រាកដណាស់នឹងចូលនៅក្នុងជំរំរបស់យើងហើយបើនិយាយប្រមាថតាមត្រង់ដូចជាចូលនៅក្នុងច្រមរបស់យើងពេលដែលវាឡើងមកដល់នៅលើតាមមន្ទូចនិងតាមមន្ធំបើការវិលុបយ៉ាងក្តៅកគុករយៈពេលជិត1អាទិត្យទៅហើយកងទ័ពសៀមមានការរងគ្រោះថ្នាក់គឺជាច្រើនការបាត់បង់អាយុជីវិតរហូតដល់ 4000 នាក់និងការរងគ្រោះគឺយ៉ាងច្រើនដែលនឹកស្មានមិនដល់តែជនជាតិថៃវាបានលាក់អត្តសញ្ញាណថាជាកងទ័ពរបស់យើងអ្នករងគ្រោះទៅវិញតែការលាក់របស់វាពីប្រជាពលរដ្ឋរបស់វាមិនមានផលប្រសើរនោះឡើយពួកកងទ័ពរបស់វានីមួយៗក៏មានការរងគ្រោះគឺយ៉ាងច្រើននឹងការបាត់បង់និងខូចខាតចំណែកឯកងទ័ពខ្មែររបស់យើងនៅឯនេះវិញក៏មានការរងគ្រោះថ្នាក់គឺជាច្រើនដែរឬមួយបាត់បង់អាយុជីវិតសុទ្ធតែបងដែលស្នេហាជាតិលោកតាសានដែលនៅជួរមុខកំពុងតែតតាំងគាត់បានសោតចងប្រលឹងខ្មោចទៀនថៃបើពូជសាសអ្នកឯងចូលចិត្តដណ្ដើមទឹកដីទៅហើយថ្ងៃនេះអញនឹងចងប្រលឹងនឹងអាសត្វខ្មោចចិត្តសៀមឯងឲ្យយាមប្រាសាទឲ្យត្រោប្រាសាទអញម្ដង Cho mời buộc ở lúc ấy nâng kếtយ៉ាងម៉េច
ពិតប្រកបណាស់លោកតាសានបានសូត្រមន្តគិថារបស់លោកចងប្រលឹងខ្មោចថៃចងវិញ្ញាណថៃមិនបានឲ្យទៅចាប់ជាតិនេះជាបាបកម្មរបស់អ្នកឯងដែលអ្នកឯងហ៊ានមកឈ្លានពានមកលើទឹកដីរបស់ខ្ញុំពេលដែលបានចងវិញ្ញាណសពគ្រប់បែបយ៉ាងហើយប្រទេសក៏មានសុខសន្តិភាពឡើងវិញតែនៅឯប្រទេសថៃទាំងមូលក៏ចាប់ផ្ដើមចលាចលឯប្រទេសខ្មែររបស់យើងនៅឯណាអត់ចលាចលដូចជាប្រទេសសៀមនោះឡើយប្រទេសសៀមនីមួយៗចលាចលដោយសារតែឃើញពពួកអខ្មៅជាច្រើនស្លៀកពាក់ជាទាហានដើរចូលទៅក្នុងភូមិសុទ្ធតែកងទ័ពដែលបានបាត់បង់អាយុជីវិតតែដល់ពេលដើរទៅគឺរកទាំងមិនឃើញនោះឡើយគ្មានបនគ្មានបារមីគ្មានភ្លើងទៀនគ្មានភ្លើងធូបដែលបានប្រាប់ឲ្យទៅដល់តែមានផ្ទះមួយបានអុជធូបហើយកូនទោះបីជាកូនបាត់បង់អាយុជីវិតសង្ខារឬមួយកូនមិនទាន់បាត់បង់អាយុជីវិតសូមឲ្យផ្សែងធូបនេះខាបកូនមកទាញកូនមកឲ្យមកដល់តែយើងពិតប្រកបណាស់លុះដល់ពេលយប់បន្ទាប់ក៏បានចាប់ដើមឮសម្រាប់ជើងនៅចក្រានបាយឮសូរតែស្រុប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 ធ្វើឲ្យម្ដាយនិងឪពុកនិងប្អូនស្រីភ្ញាក់ឡើងតែมันបានឃើញអ្នកណាម្នាក់នោះឡើយតែម៉ែនិងឪបេះដូងរបស់គាត់ដែលនៅថៃដែលជាជនជាតិថៃកំពុងតែបុកក្ដឹបអង្គទៅហើយមិនដឹងថាសម្រាប់ជើងនេះគឺជាសម្រាប់ជើងអ្នកណាលុះដល់ពេលថ្ងៃស្អែកឡើងគាត់បានទៅវត្តសង្ឃទានមួយយប់បន្ថែមទៀតមួយថ្ងៃបន្ថែមមួយមកព្រឹកបន្ថែមទៀតចឹងទៅទៀតចឹងទៅណាបងប្អូនប្រិយមិត្តអរគ្នាពេលដែលបានធ្វើសង្ឃទានទៅហើយលុះដល់ពេលយប់បន្ទាប់លើកនេះទាំងប្អូនស្រីទាំងម្ដាយនិងឪពុកក៏បានឃើញស្រមោលរបស់បងប្រុសដែលវិលត្រឡប់មកពីបន្ទាយវិញតែការវិលត្រឡប់មួយនេះមិនមែនជារូបរាងកាយតែប៉ុណ្ណោះតែវាជាព្រលឹងជាភូតរបស់បងប្រុសរបស់គេទេគឺវាជាខ្មោចឃើញបងប្រុសកំពុងតែអង្គុយយោបាយនៅចក្រានបាយហើយទឹកភ្នែករបស់បងប្រុសក៏បានស្រក់ជាដំណក់មួយតក់ក៏បានដឹងរឿងហេតុការណ៍បានកើតឡើងគាត់ថាពុទ្ធោកូនអើយអាយុខ្លីម្លេះកូនមិនគូកូនទៅទាំងវ័យក្មេងបែបនេះសោះគាត់បានទៅបញ្ចូលរូបរាងកាយថៃដូចគ្នាតែប៉ុណ្ណោះសាកសួរពីដំណើរដំតងតាមមូលហេតុអីបានជាទាហានរបស់យើងស្លាប់ច្រើនកូនឯណោះដែលជាកងទ័ពថៃតែមានបងប្អូនជាប្រិយមិត្តដែលគាត់ជាថៃក៏បានបកប្រែឲ្យមីនហើយបាននិយាយថាកងទ័ពខ្មែរគឺជាកងទ័ពដ៏ខ្លាំងអស្ចារ្យខ្លាំងណាស់អ្នកម៉ែដោយសារតែពួកយើងទៅឈ្លានពានទឹកដីរបស់គេណាមួយគេក៏មានព្រះសង្ឃដែលនៅជួយคุ้មគ្រងជួយការពារទឹកដីនោះដែរមិនឲ្យសត្រូវទៅច្បាំងយកបានងាយស្រួលតែប៉ុណ្ណោះកូនរត់មករួចទាំងពលឹងតែប៉ុណ្ណេះគឺវាអត់ទៅហើយមានព្រះសង្ឃឈ្មោះលោកតាសានគាត់បានចាប់ចងប្រលឹកខ្មោចជាច្រើនឲ្យត្រប្រាសាទព្រះវិហារត្រប្រាសាទតាមមិនទូចនិងតាមមិនធំកុំឲ្យខូចខាតដូចជាមានបាបកម្មអញ្ចឹងដែរនេះកូនបានរត់បុករួចទោះបីជាកូនស្លាប់ក៏គេមិនលើកលែងឲ្យថែមទៀតផងខាងគេមានមន្តអាគមនិងគិថាដ៏ខ្លាំងពូកែខ្លាំងណាស់ហើយពួកគេទាំងអស់នោះដែលបានកូនទៅច្បាំងមិនមែនត្រឹមតែជាមនុស្សម្នាក់ទេណាម៉ែប្រលឹកខ្មោចជាច្រើនមិនដឹងថាផុសមកពីណានោះឡើយគឺឃើញព្រាល
ចំណែកឯមនុស្សវិញគឺឃើញច្បាស់កាឡែតចំណែកឯប្រលឹងខ្មោចគឺឃើញព្រាព្រាតែប៉ុណ្ណោះចឹងហើយបានធ្វើឲ្យតបរបស់ខ្ញុំចាញ់យ៉ាងភ័យយ៉ាងសន្សឡោអ្នកខ្លះក៏រត់ចុះមិនទាន់ចំណែកឯអ្នកខ្លះទៀតក៏រត់ចុះទាន់បើរត់ចុះទាន់ទៅហើយក៏បានបាត់បង់អាយុជីវិតសង្ខារគឺជាច្រើនមិនមែនតិចនោះទេអ្នកម៉ែពេលដែលបានស្ដាប់កូនរៀបរាប់ទាំងទឹកភ្នែកហើយពាក្យសម្ដីរបស់កូនចុងក្រោយបាននិយាយថាខ្ញុំស្រឡាញ់ម៉ែនិងស្រឡាញ់ពុកនិងស្រឡាញ់ប្អូនស្រីបើសិនជាកូននោះមួយប្អូនសាក្រោយបានកូនប្រុសកុំឲ្យធ្វើទាហានហើយប្រាប់កូននោះគឺជាទឹកដីរបស់កម្ពុជាតែប៉ុណ្្នឹងទៅយើងនឹងបានសុខទៅហើយយើងកុំទៅឈ្លានពានទឹកដីរបស់គេទឹកដីរបស់គេពីដូនតាទៅហើយដោយសារតែពួកយើងមានអំណាចចង់លុបលុនយកទឹកដីកម្ពុជាខ្លាំងពេកអញ្ចឹងហើយបានវិនិច្ឆ័យនឹងអន្តរាយមកលើទ័ពយើងទាំងមូលពេលដែលបានស្ដាប់សពគ្រប់បែបយ៉ាងអង្គទៅហើយពលឹងខ្មោចរបស់កូនក៏ចាប់ដើមចេញភ្លាមមិនបាននៅយូរនោះទៀតនោះទេចំណែកឯឪពុកម្ដាយបានដឹងពីរឿងរ៉ាវរបស់កូនក៏ចាប់ដើមធ្វើបុណ្យ7ថ្ងៃតែប៉ុណ្ណោះព្រោះបុណ្យសាកសពគឺមិនមានទេមានតែបុណ្យ7ថ្ងៃដើម្បីឲ្យកូនរួចផុតពីការរងគ្រោះថ្នាក់ពីការដែលមើលមិនឃើញដោយសារតែលុបលុនទឹកដីរបស់ខ្មែរពេលដែលធ្វើបុណ្យបានសពគ្រប់បែបយ៉ាងកូនរបស់គាត់ក៏បានទទួលចាប់ជាតិជាថ្មីចំណែកឯកម្ពុជារបស់យើងនៅឯវិញម្នាក់ចាយន់ឆ្លាក់ទុកលើដើមទ្រូងលើស្មាតែជាពិសេសគឺបងប្អូនក្មេងសៀវស្ទាវដែលជាយុវវ័យខ្ញុំសូមកោតសរសើរលើស្មារតីដែលសាក់យន់គិតសាក់យន់សាក់ផែនទីនៅលើដងខ្លួនបញ្ជាក់ពីក្តីស្រឡាញ់ក្តីព្រួយនិងក្តីបារម្ភយកចិត្តទុកដាក់ជាមួយនឹងផែនទីរបស់ខ្មែររបស់យើងថាយវាបានចូលវាយជាមួយធ្វើសង្គ្រាមនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025នេះពិតប្រាកដណាស់កងទ័ពសៀមទាំងមូលក៏វាបានបូជាឈាមរបស់វានៅលើទឹកដីរបស់យើងជាច្រើនមិនមែនតិចទេប្រិយមិត្តទាំងអស់គ្នាគឺច្រើនណាស់នេះជាមហិច្ឆតារបស់វាដែលចង់បានលុបលុនទឹកដីខ្មែររបស់យើងនេះហើយគឺជាឆន្ទៈរបស់វាយ៉ាងមុតយ៉ាងមោះមុតដែលចង់បានទឹកដីអច្ឆរិយៈរបស់យើងតែចុងក្រោយសំបីតែសសពសំបីតែឆ្អឹងក៏មិនបានយកទៅជាមួយផងនោះដែរនេះក៏ជាបាបកម្មនេះហើយដែលបានចាទុកឆ្លាក់ទុកជាប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នឥឡូវនេះពួកវាទាំងអស់នោះបានធ្វើបាបប្រជាពលរដ្ឋនៅតាមច្រកព្រំដែនពីនឹកឃើញថាវាធ្វើបាបបងប្អូននៃទាហាននៅជួរមុខវាមិនបានសម្រេចតែវាមកធ្វើបាបប្រជាពលរដ្ឋរបស់យើងនៅតាមច្រកព្រំដែននេះវិញមើលទៅពួកថៃទាំងមូលវា